a real German premium beer. សម្រាប់រាត្រីនេះគឺថាគណៈកម្មការនៃការប្រកួតក៏បានសម្រិតសម្រាំងកីឡាករល្អទាំងជាតិនិងអន្តរជាតិដើម្បីមកប្រកួតជូនប្រិយមិត្តជាពិសេស fan ដែលគាំទ្រកីឡាប្រដាល់គុណខ្មែរទាំងអស់គ្នាឲ្យបានទស្សនាយ៉ាងជក់ចិត្តតែម្ដង4គូថ្ងៃនេះរួមជាមួយនឹងគូជាតិ2គូគូអន្តរជាតិ2គូក្នុងនោះមានការប្រកួតដណ្ដើមប្រាក់លានផងដែលជាការជួបគ្នារវាងកីឡាករកម្ពុជានិងកីឡាករថៃមាន4រូបសូមឲ្យលោកម៉ារ៉ាឌីជម្រាបពីសមាជិកដូចតទៅបាទខ្ញុំបាទសូមជម្រាបការប្រកួតសម្រាប់គូមិត្តភាពអន្តរជាតិនិងគូជាតិថ្ងៃនេះផងដែរបាទគឺមាន4គូបាទគូទី1បាទរវាងមង្គលក្រហមចៅជែកមកពីក្លឹបយុវវាស្បូវបាទខណ្ឌច្បារអំពៅបាទប៉ះជាមួយនឹងមង្គលខៀវបាទសួរច័ន្ទរាជបាទមកពីក្លឹបតាព្រំមានជ័យដែលជាការប្រកួតក្នុងប្រភេទទម្ងន់48គីឡូក្រាមចំណែកគូមិត្តភាពអន្តរជាតិទី2បាទហឹមសេរីបាទមកពីក្លឹបតាព្រំមានជ័យបាទប៉ះជាមួយនឹងមង្គលខៀវប៉ាសាឡែកបាទមកពីប្រទេសថៃដែលជាការប្រកួតក្នុងប្រភេទទម្ងន់51គីឡូក្រាមចំណែកគូពិសេសទី3បាទសុកវាសនាមកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់បាទប៉ះជាមួយនឹងមង្គលខៀវចុនដារតមកពីក្លឹបតាឡេដំរីមានរិទ្ធដែលជាការប្រកួតក្នុងប្រភេទទម្ងន់60គីឡូក្រាមនិងគូប្រាក់លានបាទដណ្ដើមប្រាក់លានចុងក្រោយដែលជាគូទី4បាទមិត្តភាពអន្តរជាតិបាទរវាងមង្គលក្រហមរឿងសារ៉ាត់មកពីក្លឹបកងពោតូចបាទតពិសេសឆាត់យង911ប៉ះជាមួយនឹងបង្គោលខៀវបាទឈណៈសាក់ឡែកបាទដែលមកពីប្រទេសថៃដែលជាការប្រកួតក្នុងប្រភេទទម្ងន់65គីឡូក្រាមបន្តិចទៀតលោកអ្នកនឹងបានជ្រាបថាតើនរណាជាម្ចាស់ប្រាក់លានក្នុងកម្មវិធី Gensberg Uber Fighter ក្នុងរាត្រីថ្ងៃសុក្រនេះបាទកម្មវិធីរបស់យើងបានឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរ Gensberg ផលិតដោយជនជាតិអាល្លឺម៉ង់ឈ្ងុយស្រាបៀរអាល្លឺម៉ង់ឆ្ងាញ់លើសពីស្រាបៀរធម្មតាថ្មីនេះ Gensberg បានបង្កើននៅប្រាក់រង្វាន់រហូតដល់1លាន5សែនរៀលសរុបបាទមានទាំងរថយន្តមានទាំងទូរទស្សន៍ទិញភ្លាមឲ្យភ្លាមបាទជាពិសេសចុងក្រោយបំផុតនេះ Gensberg បានបង្កើតយុទ្ធនាការមួយទៀតចែកមួកសុវត្ថិភាពរហូតដល់10000មួកសម្រាប់បាទក្នុង8ខណ្ឌរាជធានីបាទគឺថាចែកដល់បងប្អូនប្រជាពលរដ្ឋដើម្បីជួយការពារសុវត្ថិភាពជូនដល់ពួកគាត់បាទដើម្បីកុំឲ្យលោកអ្នកទន្ទឹងរង់ចាំយូរសូមអញ្ជើញទៅតាមដាននៅលើសង្វៀននៃការប្រកួតគូទី1បាទសូមអញ្ជើញបាទខ្ញុំបាទសូមជូនសមាជិកភាពបាទសម្រាប់គូពិសេសទី1បាទបង្គោលក្រហមចៅជែកអាយុ18ឆ្នាំបាទកម្ពស់1.60 ម៉ែត្រទម្ងន់48គីឡូក្រាមបាទធ្លាប់ប្រកួតចំនួន5ដងមកឈ្នះ3ដងនិងចាញ់2ដងបាទក្នុងនោះធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន1ដងបានមកពីក្លឹបប្រដាល់យុវវាស្បូវបាទស្រុកកំណើតភូមិតាងុយបាទសង្កាត់និរោចបាទខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាទគ្រូបង្ហាត់លោកម៉ៃសុភាបាទចំណាយបង្គោលខៀវសួរច័ន្ទរាជអាយុ17ឆ្នាំកម្ពស់1.60 ម៉ែត្របាទទម្ងន់48គីឡូក្រាមធ្លាប់ប្រកួតចំនួន14ដងបាទឈ្នះ10ដងស្មើ1ដងនិងចាញ់3ដងបាទក្នុងនោះធ្លាប់ប្រដៃគូឲ្យសន្លប់ចំនួន5ដងបាទមកពីក្លឹបប្រដាល់តាព្រំមានជ័យបាទស្រុកកំណើតភូមិសន្សំកុសលបាទសង្កាត់បឹងតំពុនបាទខណ្ឌមានជ័យរាជធានីភ្នំពេញបាទគ្រូបង្ហាត់លោកមាសសុគ្រីបាទសម្រាប់កីឡាករគូទី1នេះគឺជាអ្នកអមចៅជែកទី1បាទឥឡូវសូមអញ្ជើញទស្សនាបាទសម្រាប់គូពិសេសទី1បាទបង្គោលក្រហមចៅជែកបង្គោលខៀវសួរច័ន្ទរាជចំណែកលោកអញ្ញាកដាលបាទគឺលោកមនសុខុន បាទគីឡូស្រាលបាទសម្រាប់គូមួយនេះបាទ48គីឡូក្រាមបាទសម្រាប់ការប្រកួត
បាទតតក្រោមបាទចៅជេកទៅឆ្វេងថែម្ដាយទៀតសោឆ្វេងម៉ាត់ស្ដាំរបស់ចៅជេកសងមកជើងឆ្វេងវិញបាទរបស់ច័ន្ទរាជបាទភ័ក្រឆ្វេងទល់ដល់ចូលគៀកទេបាទសម្រាប់បង្គោលក្រហមចៅជេកតតស្ដាំបាទចៅជេកម៉ាត់ស្ដាំសងជង្គង់ថែមទៀតរបស់ច័ន្ទរាជបាទសម្រាប់បង្គោលខៀវទំនងរហ័សមែនតើបាទបើតាមមើលរាងកាយរបស់គាត់បាទទាត់ក្រោមបាទរបស់ច័ន្ទរាជសងស្ដាំមកជើងវិញរបស់ចៅជេកទាត់ស្ដាំបាទច័ន្ទរាជបាទម៉ាត់ស្ដាំទាត់ស្ដាំកែកបាទស្ដាំក៏តែចេញអត់ដល់ទេបើថាបិទឃុំជាប់ពីចៅជេកហើយរៀងអកសើផងបាទការវាយកែងរបស់ច័ន្ទរាជមិញដោយសារតែចៅជេកគាត់ថយផុតបាទទាត់ក្រោមបាទរបស់ចៅជេកបាទចាប់ទឹកទី1 For Gunsberg, please. Gansberg, amazing taste. Gansberg, a real German premium beer. Gansberg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរក្រាបៀ Gansberg អ្នកមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ2017 Gansberg, a real German premium beer. បាទគូពិសេសទី1ឆ្លងផុតទឹកទី1ហើយបាទរវាងបង្គោលក្រហមចៅជេកបាទចំណាយបង្គោលខៀវសួរច័ន្ទរាជបាទហើយសូមបញ្ជាក់ថាគូនេះគឺជាគូសងសឹកផងដែរសម្រាប់ការប្រកួតលើកមុនបាទបង្គោលខៀវសួរច័ន្ទរាជជាអ្នកយកជ័យជំនះទៅលើបង្គោលក្រហមចៅជេករឿងនេះចៅជេកមិនអស់ចិត្តសុំសងសឹកមួយសាទៀតហើយទស្សនារូបភាពបាទទឹកទី1បាញ់មិញបាទទឹកទី1គេថាសកម្មភាពប្រកួតគឺនៅស្ទាបស្ទង់នៅឡើយទេបាទគាត់ថាចង់ទឹករៀងបញ្ចេញកម្លាំងរៀងធ្ងន់ជើងធ្ងន់ដៃបន្តិចក៏តែមិនពេញអស់ទេបាទសូមអញ្ជើញទស្សនាជាបន្តទឹកទី2បាទសម្រាប់គូពិសេសទី1បង្គោលក្រហមចៅជេកបង្គោលខៀវសួរច័ន្ទរាជបាទទាត់ក្រោមរបស់ច័ន្ទរាជបាទទាត់ស្ដាំបាទរបស់ចៅជេកច័ន្ទរាជស្ទុះចូលទាត់ឆ្វេងបាត់ស្ដាំរបស់បាទច័ន្ទរាជបដូរដាក់ដៃគ្នាបាទម្នាក់ម្ដាយដូចគ្នាបាញ់ឥឡូវចាប់បាទជង្គង់ស្ដាំរបស់ចៅជេកជង្គង់ឆ្វេងចៅជេកសងជង្គង់ស្ដាំវិញរបស់ច័ន្ទរាជបាទជង្គង់ស្ដាំរបស់ច័ន្ទរាជជង្គង់ស្ដាំបាទច័ន្ទរាជបាទលួចញ៉ាកដាបំបែកបាទទាត់ក្រោមបាទរបស់ច័ន្ទរាជទាត់ក្រោមមួយជើងថែមទៀតរបស់ច័ន្ទរាជបាទទាត់ខាងលើវិញម្ដងសងស្ដាំមួយជើងវិញរបស់ចៅជេកបាត់ស្ដាំរបស់ច័ន្ទរាជជង្គង់ស្ដាំបាទចៅជេកដោយញ៉ាំកដាបំបែក
ទាត់ក្រោមអាចារ្យរាជទាត់ក្រោមសងរបស់ចៅជ័យតែថយផុតកាត់ក្រោមវិញបានល្អបាទរបស់ច័ន្ទរាជជង្គង់ស្ដាំថែមទៀតជង្គង់ស្ដាំរបស់ច័ន្ទរាជជង្គង់ស្ដាំរបស់ចៅជ័យបាទដល់ឆ្វេងមកស្ដាប់ដល់ឆ្វេងមកស្ដាប់បាទរបស់ចៅជ័យច័ន្ទរាជដើរចូលកែកមកស្ដាប់ផុតកែកពុះពីលើសងវិញបាទរបស់ចៅជ័យកែកស្ដាប់ចៅជ័យជង្គង់ស្ដាំបាទច័ន្ទរាជជង្គង់ស្ដាំច័ន្ទរាជជង្គង់ស្ដាំច័ន្ទរាជជង្គង់ស្ដាំសងរបស់ចៅជ័យទាញបវលមកជុំឡើងមកជង្គង់ម្នាក់ដូចគ្នាបាទរាកត្រាក់បវលម្នាក់ម្ដងក្នុងការបាទបដូរជង្គង់ទាត់ក្រោមបាទច័ន្ទរាជបាទចាប់ទឹកទី2 Always come back to the test. Always come back to the test. Back to the test. Amazing test. Amazing test. Gansberg, a real German premium beer. Gansberg ឈ្ងុយស្រាបៀរល្មងឆ្ងាញ់លើសពីស្រាបៀរធម្មតា Gansberg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរស្រាបៀរ Gansberg ឈ្នះមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ2017 Gansberg, a real German premium beer. បាទឆ្លងផុតពីទឹកហើយសម្រាប់គូពិសេសទី1បាទដែលជាគូសងសឹករវាងបង្គោលក្រហមចៅជ័យបង្គោលខៀវសួរច័ន្ទរាជបាទទស្សនារូបភាពបញ្ជាក់ការបាក់ស្ដាំបាទការពីទឹកទី2មិនម្ដៃបាទពីដៃក៏សងសន្ទុះការឡើងជាងទឹក2ទៀតបាទព្រោះថាគូនេះគឺជាគូសងសឹកផងបាទជាពិសេសបង្គោលក្រហមចៅជ័យគាត់ចង់យកឈ្នះទៅលើច័ន្ទរាជវិញបាទទស្សនារូបភាពការបដូរកណ្ដាប់ដៃបាទជង្គង់ស្ដាំបាទរបស់ច័ន្ទរាជបាទសូមអញ្ជើញទស្សនាជាបន្តទៀតគូពិសេសទី1ទឹកទី3ដែលជាគូសងសឹកបាទបង្គោលក្រហមចៅជ័យបង្គោលខៀវសួរច័ន្ទរាជបាទសូមអធិស្ឋានបាទខៅឆ្វេងបានស្ដាំខៅឆ្វេងបដៃថែមទៀតរបស់ចៅជ័យបាទលួចញ៉ាកដាបំបែងបាទទាត់ក្រោមរបស់ច័ន្ទរាជសងមួយជើងស្ដាំវិញរបស់ចៅជ័យបានល្អទាត់ក្រោមរបស់ច័ន្ទរាជបាទច័ន្ទរាជបាទព្យាយាមបាទទាត់ជើងក្រោម3ទឹកទៅហើយបាទព្យាយាមបំបែកកង់របស់បង្គោលក្រហមចៅជ័យតែមិនបែកបាទកង់គាត់មាំសម្រាប់បង្គោលក្រហមចៅជ័យឯងស្ដាំរបស់ច័ន្ទរាជជង្គង់ស្ដាំរបស់ច័ន្ទរាជបាទតស្ដាំរបស់ចៅជ័យបាត់ឆ្វេងកែឆ្វេងរបស់ច័ន្ទរាជកែស្ដាំបានល្អមកវិញរបស់ចៅជ័យបាទលួចញ៉ាកដាចាប់បំបែកបាទសកម្មភាពនេះទាំងពីរគឺមិនចង់ឈ្នះបន្ទុកទេបាទគាត់ចង់ផ្ដួលឲ្យសន្លប់តែម្ដងបាទក៏តាមការវាយចេញបាទកែងដូចជាជង្គង់នឹងការទាត់ប
ក្រោមបាទរបស់ច័ន្ទរាជទាត់តាមជើងថែមទៀតបដូរនឹងកណ្ដាប់ដៃស្ដាំបាទរបស់ចៅចេកកែកស្ដាំរបស់ច័ន្ទរាជបាទទាត់ក្រោមរបស់ច័ន្ទរាជសងមកជើងស្ដាំពីក្រោយវិញរបស់ចៅចេកបាត់ស្ដាំរបស់ច័ន្ទរាជខែឆ្វេងបាត់ស្ដាំបានល្អរបស់ចៅចេកស្របនឹងការទាត់ក្រោមពីជើងផ្ទួនផងដែរបាទរបស់ច័ន្ទរាជពីការទាត់សងបាទម្នាក់ទាត់ក្រោមម្នាក់ទាត់វាយលើបាទចាប់ទឹកទី3 For Gunsberg please Gansberg, amazing taste. Gansberg, a real German premium beer. งั้นเลิกปีศาจเบียดโอนมานา เกนสเบิร์กปีศาจโดยการទទួលខុសត្រូវ แกนสเบิร์กยูเบอร์ไฟเตอร์នាំមកជូនលោកអ្នកដោយ សូមអបអរសាទរស្រាបៀរ Gansberg អ្នកមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ2017 Gansberg, a real German premium beer. បាទទស្សនារូបភាពយឺតៗការបន្ទឹកទី3អំបញ្ញមិញបាទម៉ាត់ស្ដាំបាទរបស់ច័ន្ទរាជថែមម្ដាយស្ដាំទៀតទាត់ក្រោមតែនេះកាត់សងវិញម្ដាយបានល្អបាទរបស់ចៅចេកហើយក៏បាទសងវិញពីដៃផងដែរពីច័ន្ទរាជចឹងការវាយចំគោលដៅច្រើនបានទៅលើបង្គោលខៀវបាទសម្រាប់ទឹកទី3អំបញ្ញមិញដោយគាត់វាយចំគោលដៅបានល្អច្រើនជាងចៅចេកបាទតាមរូបភាពយឺតៗបញ្ជាអំបញ្ញមិញឥឡូវទស្សនាជាបន្តទៀតទឹកទី4ចូលមកត្រូវពីដៃតែម្ដងទីកិច្ចស្វាគមន៍តាមទឹកទី4បាទរបស់ចៅចេកបាទលោកញ៉ាកណ្ដាលចាប់បបែកបែកទឹកខ្ចាយដែរបាទពីដៃរបស់ចៅចេកឥឡូវកំពុងតែព្យាយាមបដូរកណ្ដាប់ដៃគ្នាបាទទាត់ខ្លាមរបស់ច័ន្ទរាជទាត់ខ្លាមច័ន្ទរាជចៅចេកចូលចាប់លោកញ៉ាកណ្ដាលបំបែកបាត់ស្ដាប់អូយបានល្អរបស់ច័ន្ទរាជបាទចង់ចាញ់ក្រៅរីងបាទបាទតស្ដាំបាទរបស់ច័ន្ទរាជទាត់ក្រោមរបស់ច័ន្ទរាជទាត់ស្ដាំសងបាទរបស់ចៅចេកបាទតរិចឆ្វេងបាត់ស្ដាំបានល្អរបស់ចៅចេកបាទទាត់ក្រោមរបស់ច័ន្ទរាជហើយថាស៊ូគាត់អ្នកទាំងពីរបាទស៊ូនៅល្អមែនតើបាទអត់ទាន់ថមថយកម្លាំងទេបាទឆ្លងការប្រកួតពួនទឹកមកនេះបាទនេះគឺទឹកពួនបាទចាំមកន័យថាការវឹកហាត់គាត់គឺដឹកដល់បានល្អបាទទាត់ក្រោមបាត់ស្ដាំបាទរបស់ច័ន្ទរាជបាទជង្គង់ស្ដាំថែមទៀតគាត់ក្រោមបាទច័ន្ទរាជបាត់ស្ដាំរបស់ច័ន្ទរាជបាទទូចូលបាត់ខៅឆ្វេងស្ដាំសងវិញរបស់ចៅចេក
មកដៃស្ដាប់វិញចំងាក់ហើយទាត់កាត់ក្រោមមកវិញរបស់ចាន់នេះកែងបាត់ស្ដាប់របស់ចៅចេងអូយបាទជាបដូរគ្នាមែនទេម្នាក់ចាំកាត់ក្រោមម្នាក់យកសំដៅទៅលើផ្ទៃមុខបាទចៅចេងគឺគាត់វាយទៅមុខទេខណៈដែលចាន់រាជគាត់ទាត់ជើងក្រោមហ្នឹងបួងទឹកហើយតែទាត់បំបែកទាត់ឲ្យសោះបាទដល់ជើងក្រោមរបស់ចៅចេងហ្នឹងរឹងមាំល្អហើយទាត់ក្រោមទៀតហើយបាទស្របនឹងកែងស្ដាំសងវិញផងដែររបស់ចៅចេងបាទចាប់ទឹកទី4ឆ្ងាញ់លើសពីស្រាបៀរធម្មតា Gensburg ពិសាដោយការទទួលខុសត្រូវលក់រសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈបើកម្លាំង Boost Strong ភេសជ្ជៈបើកម្លាំង Boost Strong ខ្លាំងជាង Boost Strong ថាមពលយូរជាងខ្លាំងជាងថាមពលយូរជាងភេសជ្ជៈបើកម្លាំង Boost Strong Stronger and longer Gensburg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរស្រាបៀរ Gensburg អ្នកមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ2017 Gansberg, a real German premium beer. បាទទស្សនារូបភាពយឺតការបន្ទឹកទី4នៅបាញ់បាទមានការបដូរគ្នាច្រើនបាទសម្រាប់អ្នកទាំងពីរបាទនេះទាត់កាត់ក្រោមបាត់ដៃខាងលើទេបាទយើងប្រឆាំងមិនពេញបាទការវាយរបស់ច័ន្ទរាជបាទមកដៃស្ដាំថែមទៀតនេះសងពេញចំផ្ងាក្រោយណាបាទពីការសងរបស់ចៅចេកបាទសូមអញ្ជើញទស្សនាជាបន្តទៀតបាទឈានចូលដល់ទឹកទី5ដែលជាទឹកដាច់ព្រាត់ហើយសម្រាប់គូសងសឹកបាទរបៀបបង្គោលក្រហមចៅចេកបង្គោលខៀវសួរច័ន្ទរាជលោតបាក់ស្ដាប់បាទរបស់ចៅចេកតកុកស្ដាំសងរបស់ច័ន្ទរាជស្ដាប់ខោបាទរបស់ច័ន្ទរាជដោតគុកស្ដាប់បាទរបស់ច័ន្ទរាជត្បល់ចូលបាត់ស្ដាប់ពីរដៃថែស្ដាប់ម្ដាយទៀតថែស្ដាប់ទៀតបាទ3 4ដៃស្ទួនមកទៅលើចៅចេកបាទចាប់បាទគុកស្ដាប់បាទរបស់ច័ន្ទរាជបាទលួចយ៉ាងដាចាប់បំបែកបាទកម្លាំងនៅផ្លូវល្អមែនតើបាទពីបាទ5ទឹកហើយបាទចង្គង់ស្ដាំរបស់ចៅចេកកាច់ចង្គង់ស្ដាំសងវិញបាទរបស់ច័ន្ទរាជកាច់ភាសាទៀតដួលបាទហើយឆ្វេងបាត់ស្ដាំសងវិញប្រហែលដៃអូយចូលពេញផ្ទៃមុខពីការបាទបែកចេញបានល្អរបស់ច័ន្ទរាជស្ដាប់របស់ច័ន្ទរាជបាទពាក់កណ្ដាលទឹកនេះរៀងតាយតិចដែរបាទសម្រាប់បង្គោលក្រហមចៅចេក
បាទស្ដាប់បាត់ចាន់រៀងបាត់ចាំបាទបន្ថែមទៀតរបស់ចាន់រៀងកែងស្ដាប់បាទរបស់ចៅចេញតោះស្ដាប់ចៅចេញទៅធ្វើម្ដាយស្ដាប់សងវិញចាំឆ្ងាកបាទការវាយសងរបស់ចាន់រៀងបាទចប់ទឹកទី5បាទបន្តិចទេលោកអ្នកបានជ្រាបបាទសម្រាប់លទ្ធផលគូពិសេសទី1នេះបាទថាតើចៃជែកអាចសងសឹកបានឬមិនបានទៅលើបង្គោលខៀវបាទសួសច័ន្ទរាជបាទលោកអញ្ញាកដាលបាទលោកម៉ងសុខុនបាទកំពុងតែប្រមូលបន្ទុកវិចារក្រមទាំង5រូបបាទទស្សនារូបភាពការបន្ទឹកទី5បាញ់មិញបីចំត្រូវច្រើនដៃមែនតើបាទនេះមកដៃពេញបាទថែមស្ដាំដៃទៀតខុសបាទរបស់ច័ន្ទរាជកន្លែងនេះគេថាម៉ាត់ឆ្វេងម៉ាត់ស្ដាំបាទដល់ពេលដល់ម៉ាត់ត្រូវច្រើនពេកចៅជ័យគាត់សវាអោបបាទដើម្បីកាត់បន្ថយក្នុងការអាកាសវាយចេញរបស់ច័ន្ទរាជមកដៃនេះពេញទៀតបាទបាទជាលទ្ធផលបង្គោលខៀវបាទសួរច័ន្ទរាជបានយកឈ្នះបន្ទុបាទទៅលើបង្គោលក្រហមចៅជែកGunsberg, please. Gansberg, amazing taste. Gansberg, a real German premium beer. Gamesberg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរស្រាបៀរ Gensberg អ្នកមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ2017 Gansberg, a real German premium beer.ខ្ញុំមកទីនេះគឺដើម្បីប្រឹងយកជ័យជំនះទៅលើដៃគូប្រកួតរបស់ខ្ញុំឲ្យបានដូចនេះសូមរងចាំទស្សនាទាំងអស់គ្នាលោកស្រីនិងអ្នកកញ្ញាសូមស្វាគមន៍អ្នកប្រដាល់មកពីប្រទេសថៃខ្ញុំមិនដែលធ្លាប់ប្រកួតជាមួយគ្នាខ្ញុំនឹងប្រកួតឲ្យអស់ពីសមត្ថភាព
ទោះគេល្អប៉ុន្មានខ្ញុំត្រូវតែវាយ សូមស្វាគមន៍ដល់វត្តមានអ្នកប្រដាល់កម្ពុជា រងកលែងចាំកែអត់ទឹកសត្វទីរកទុយទីសុខមេក្រមែ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 រតែហេក្រឹបស្អាតកុំតន់ទៅណាជីវ៉ាចាំអូនសិនថ្លៃចាំអូនបងរៀនបងឡើងរមនៅចង្វាក់ទៅនឹងចេញថ្មីដល់បងគេលើកដៃឡើងលើហើយគេលួចគ្នាទេដៃហើយពួកយើងនំគ្នាក្រលែងក្បាច់ទីដែលទៅនឹងចេញថ្មីមួយឆ្នាំមានតែមួយដង TV ផ្សាយផ្ទាល់ហើយបើលោកអ្នកមិននៅក្បែរទូរទស្សន៍ដៃក៏អាចបើកមើលបានតាមរយៈ Page Facebook របស់ My TV កម្មវិធីនៅក្នុងរាត្រីនេះផងដែរគឺមានការប្រកួតដណ្ដើមប្រាក់លានពី Strabia Gensburg ដែលនឹងប្រកួតនៅគូទី4ហើយនេះគឺជាគូទី2គឺជាការប្រកួតមិត្តភាពអន្តរជាតិក្នុងប្រភេទទម្ងន់51គីឡូក្រាមមុននឹងឈានចូលដល់ការប្រកួតក៏សូមថ្លែងអំណរគុណដល់ Gensburg a real German premium beer គូនេះយើងមានអាជ្ញាកណ្ដាលនៅក្នុងសង្វៀនលោកទេសរិនសូមជូនសមាជិកបង្គោលក្រហមទម្ងន់51គីឡូក្រាមកម្ពស់ 1.60 ម៉ែត្របទពិសោធន៍ប្រកួតគុណខ្មែរ82ដងឈ្នះ66ដងក្នុងនោះផ្ដួលគូប្រកួតឲ្យសន្លប់16ដងចាញ់11ដងនិងស្មើ5ដងមកពីក្លឹបប្រដាល់តាព្រំមានជ័យដែលមានគ្រូបង្ហាត់លោកមាសសុគ្រីលោកស្រីនៅនឹងកញ្ញាកំពូលអ្នកប្រដាល់ Gensburg ខេត្តបាត់ដំបងមៀតល្អិតចិត្តដំរីហ៊ីមសារ៉េចំណែកបង្គោលខៀវអាយុ19ឆ្នាំកម្ពស់ 1.62 ម៉ែត្របទពិសោធន៍ប្រកួត70ដងឈ្នះ50ដងផ្ដួលគូប្រកួតឲ្យសន្លប់12ដងចាញ់17ដងនិងស្មើ3ដងមកពីក្លឹបប្រដាល់ផភិតសាយឈុនដែលមានគ្រូបង្ហាត់លោកផភិតសាយឈុនលោកស្រីនៅនឹងកញ្ញាក៏សូមណែនាំឲ្យស្គាល់អ្នកប្រដាល់ Gensburg មកពីខេត្តបុរីรัมย์ប្រទេសថៃបានសាក់លេខផភិតសាយឈុនជាទីមេត្រីបានយើងឈានចូលដល់គូអន្តរជាតិទី1ហើយសម្រាប់ការប្រកួតនារាត្រីនេះថ្ងៃនេះហឹមសេរីបានប៉ះដៃគូថ្មីមួយទៀតហើយដែលមិនធ្លាប់ប៉ះគ្នាពីមុនមកទេហើយដូចគាត់បានជម្រាបហើយថាថ្មីឬចាស់ខ្លាំងឬខ្សោយគាត់ត្រូវតែប្រកួតឲ្យអស់សមត្ថភាពបាទហឹមសេរីបើខាងក្រៅវិញគាត់ដូចខាងក្នុងបាទនៅបើមិនសួរមិនឆ្លើយទេបើហាត់ដឹងតែហាត់បាទមើលមុខគាត់សំជាអ្នកបណ្ដាលទេបាទនេះតាមអារម្មណ៍ខ្ញុំតែនៅពេលឡើងលើសង្វៀនគាត់បដូរគ្នាពីមនុស្សសាមញ្ញធម្មតាដែលគេមិនស្មានថាអ្នកបណ្ដាលនោះคล้ายទៅជាបើប្រកួតវិញคล้ายទៅជាតួឯកមួយនៅលើសង្វៀនយ៉ាងសង្ហាតែម្ដងជាពិសេសក្បាច់សម្រុករបស់គាត់យ៉ាងល្អបាទនេះគឺជាប្រវត្តិរូបម្ដងទៀតសម្រាប់សេរី22ឆ្នាំ 1.60 ម៉ែត្រកម្ពស់បាទប្រកួត62ដងឈ្នះ46ចាញ់បាទ11ដងហើយចុងក្រោយរបស់គេគឺឈ្នះកីឡាករបាទនៅទឹក4កីឡាករថៃបាទខៅក្រចាងបាទហេតជីនដានិង5ប្រកួតចុងក្រោយទាំងអស់គឺសរុបគឺចាញ់2ឈ្នះ3ចាញ់គឺចាញ់លូកយ៉តសិទ្ធ3ប្រយ៉ាត់ដោយបន្ទុកនិងចាញ់កេងដែងភ្នំដងរ៉ាក់បាទរីឯប៉ានសាក់លេខផភិតសายឈុនឯនេះវិញបាទដំបូងគេបង្អស់សម្រាប់គាត់គឺក្នុងវ័យ19ឆ្នាំនេះគាត់ឆ្លងកាត់ការប្រកួត70ដងដែរបាទក្នុងនោះឈ្នះ50ចាញ់17ស្មើ3ដងនិងផ្ដួលដៃគូឲ្យសន្លប់12ដងមើលពីក្លឹបប្រដាល់ផភិតសายឈុនស្រុកកំណើតបុរីรัมย์ប្រទេសថៃ
បាទថ្ងៃនេះគាត់ក៏បានតាំងចិត្តមុតមមណាស់ដែរសម្រាប់ប៉ានសាក់លេងនេះបាទបាត់អីគីឡូប៉ិនគាត់ហើយគីឡូប៉ិនហ៊ីមសេរីបច្ចុប្បន្ននៅកម្ពុជាយើងនេះក៏ពិបាករកដៃគូជំនួបដែរបាទនិយាយពីហ៊ីមសេរីអញ្ចឹងប៉ានសាក់លេងគឺជាគូមួយទៀតសម្រាប់មកហៅថាបើនិយាយការចាប់គូសាមញ្ញថាចង់មកហូបហ៊ឹមសេរីហ្មងបាទតែហូបបានឬក៏មិនបានសួរហ៊ឹមសេរីខ្លួនឯងមានពេលឲ្យ5ទឹកបាទហើយអ្នកដែល promoter ថៃខ្នាញ់ជាងគេដែលចាប់ស៊ីមិនបានហូបមិនបានបាទអធិស្ឋានគឺសែនរ៉ាដេតបាទយកមកមួយណាក៏ហូបសែនរ៉ាដេតអត់បាននឹង promoter គាត់នៅខ្នាញ់តសម្ងាយបាទកម្មវិធីរបស់យើងបាននាំមកជូនលោកអ្នកផ្ដាច់មុខដោយ Gensberg ផលិតដោយជនជាតិអាល្លឺម៉ង់ឈ្ងុយស្រាបៀរអាល្លឺម៉ង់ឆ្ងាញ់លើសពីស្រាបៀរធម្មតាបាទហើយថ្មីនេះ Gensberg ក៏បានចែកមួកសុវត្ថិភាពបាទ 10000 មួកដើម្បីការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាបាទនឹងប្រព្រឹត្តទៅនៅថ្ងៃទីនៅ8ខណ្ឌរាជធានីខេត្តបាទហើយក៏មានការប្រគំតន្ត្រីដ៏ធំនៅទីតាំងសាលមកស្របកោះពេជ្រនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2018នេះផងដែរបាទវេលាម៉ោង 6 ល្ងាចតទៅបាទចូលរួមរក្សាសុវត្ថិភាពនិងគោរពច្បាប់ចរាចរណ៍เก็บស្ទង់ងោញូចចូល1 2បាទស្រាលទេបានសាក់លេខក៏មើលទម្រង់នៃការវារបស់គាត់ហ្នឹងស្ដាំទាំងពីរបាទស្ដាំទាំងពីរទេសរិនញ៉ាកដាលជាការប្រកួតត្រឹមសេរីភ័ក្រស្មងជើងខាងឆ្វេងកុំចូលពេលផ្ដាស់បាទទាត់ផ្អប់ជើងខាងក្នុងរបស់បានសាក់លេខបាទជើងគាត់កំភ្លៅហឹមសេរីថយមួយទៀតក៏ដល់កោអាល់ពូហឹមសេរីមកដៃឆ្វេងទៀតតែស្រាលទេលោរៀងខ្លួនមិនហ៊ានសម្រុករៀងខ្លួនបាត់អីទឹកមួយស្ទាបទងបច្ចេកទេសគ្នាសិនតែស្ទាបយូរពេកហើយมันមានចេញអីសោះក៏អាញាកដាលរៀងថាចង់សាំចិត្តដែរហ្នឹងណាបាទហើយលូវាយទៅបាទមើលមាត់ញ៉ាកដាផងបាទទស្សនិកជនពេលខ្លះបងប្អូនខ្លះអត់សូវជាមិនចាប់អារម្មណ៍ប្រហែលទេបាទចាប់អារម្មណ៍តែការប្រកួតតែពេលខ្លះលោកញ៉ាកដាគាត់ធ្វើទូទីមិនត្រឹមតែខាត់ទេបាទមានសម្លេងស្រែកផងណាបាទបាយបាទហើយក៏មានលឺនឹងទៀតបាទតែយើងស្ដាប់អត់បានចិត្តចាប់ទឹកទី1ដល់ហើយអត់ទាន់បានអ្វីជាដងកំពូលទេបានសាក់លេខហក់មកដៃស្ដាំត្រង់តែហឹមសេរីគេចផុតសម្រាប់មួយផ្លែសិនតិចទៀតជួបគ្នាឆ្ងាញ់លើសពីស្រាបៀរធម្មតា Gensberg ពិសាដោយការទទួលខុសត្រូវ Always come back to the test. Always come back. Gensberg, a real German premium beer. Gensberg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរស្រាបៀរ Gensberg អ្នកមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ2017 Gensberg, a real German premium beer. បាទ
ទស្សនិកជនជាទីមេត្រីយើងវិលមកកាន់សង្វៀន Gainsbourg Uber Fighter បន្តទៀតគណៈពេលនេះបានបញ្ចប់ទៅមួយទឹកទៅហើយសម្រាប់ជំនួបមិត្តភាពរវាងកីឡាករកម្ពុជាហឹមសេរីនិងកីឡាករបាទមកពីប្រទេសថៃគឺបាសាក់លិកបាទទៀបស្ទងគ្នាមកទឹកហើយទឹកនេះដឹងតែដាក់ហើយបាទអញ្ចឹងបងប្អូនដែលរងចាំតាមដានតាំងពីប្រឡប់មកនោះក៏ពិតជាមិនធ្វើឲ្យខកបំណងទេហឹមសេរីគាត់ថាគាត់នឹងឈ្នះហើយថ្ងៃនេះឯបាសាក់លិកក៏អះអាងខ្លួនឯងថាគេគាត់នឹងឈ្នះដូចគ្នាបាទនៅខាងក្រោយខ្នងបាសាក់លេខហ្នឹងគាត់មានឆ្លាក់រូបខ្លា2បាទទាត់ស្ដាំមកជើហឹមសេរីដាល់1 2លើកអើយចូលមួយដៃចប់កញ្ចប់មាត់បាទចេញពីដៃស្ដាំហឹមសេរីទៅតែបាសាក់លេខនៅតែរក្សាចំហបានជើងសាំងស្ដាំរបស់គេក៏មានសាក់ដែរបាទបាសាក់លេខក៏ផ្លូវស្ដាំរបស់គេឡើងក៏វិញក៏បានពេញហ្នឹងខ្ញុំមើលតច្បាស់បាទនឹងសាក់អីទេបាទហឹមសេរីដូចតឃើញសាក់ទេបាទឡើងបាល់ពួរម្ដាយទៀតហឹមសេរីក៏ដាប់ដៃលះហាស់មែនៗបាទគេតែលះហាស់ឬក៏មិនលះហាស់វាយគេឲ្យគេឈឺបានទៅខ្លាំងបើវាយគេត្រូវតែអត់ឈឺក៏មិនទៅជាប្រមាណល្អប្រមាណដែរដាំមកជើងរបស់បាសាក់លេខប្រាជ្ញទៅលាស់ខ្លួនជង្គង់ទៅđâyគង់បាសាក់លេខគង់ទៅđâyអូយជឹបតែម្ដងហើយកដាសង្វៀន1 2បាសាក់លេខធាក់ហឹមសេរីជាយាមដល់តែផុតដាំមកម្ដាយក៏អូយប្រូក្តាប់ដៃគ្នាឆ្វេងមកជើងរបស់សេរីអ្នកទាំងពីរល្មៀលក្រូចមែនកំពុះកំពស់អូហូយថោស្មក់បានម្ដាយទៀតចូលក្បាលពោះរបស់ហឹមសេរីល្អមែនទេបាសាក់លេខអោបក្រោមស្លៀកហឹមសេរីជាប់រុញអត់ទាំងការរែងកញ្ញាកណ្ដាលលោកទេសរិទ្ធបំបែកគាត់ជើងក្រោមដល់តែហឹមសេរីធាក់1 2ដោកណ្ដាប់ដៃចូលជង្គង់ម្ដងបាសាក់លេខជាយាមដោតជង្គង់ចប់ទឹកទី2ទៅហើយលក់រសជាតិដ៏ពិសេសពិសាលនៃភេសជ្ជៈបើកម្លាំង Boost Strong ភេសជ្ជៈបើកម្លាំង Boost Strong ខ្លាំងជាង Boost Strong ថាមពលយូរជាងខ្លាំងជាងថាមពលយូរជាងភេសជ្ជៈបើកម្លាំង Boost Strong Stronger and longer ពូម៉ាវ៉ាវបងប្រុសឯងខ្លាំងមែនវើយ No គាត់ជាឪពុកខ្ញុំអូខ្លាំងដូចភេកកែវគាត់ជាជីតាខ្ញុំមែនquoiគាត់គឺជាតាទួលខ្ញុំវ៉ាវបងស្រីឯងស្អាតមែនអូ No គាត់ជាលោកយាយថ្មីខ្ញុំស្រាផែនដីបង្កើនធម៌ពលបើសុខភាពប្រចាំថ្ងៃ យើងញ៉ាំស្រាផែនដីរាល់ថ្ងៃជុលមួយស្រាផែនដីជីវិតពេញដោយធម៌ពល Gainsbourg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរស្រាបៀរ Gainsbourg អ្នកមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ បាទនេះគឺជារូបភាពយឺតៗការពីទឹក2ការបដូរបច្ចេកទេសគ្នារវាងអ្នកទាំងពីរឃើញថាត្រូវរៀងខ្លួនបាទទាំងកណ្ដាប់ដៃនិងជង្គង់បាទសូមជម្រាបផងដែរបាទកម្មវិធី Gainsbourg អាពាហ៍ពិពាហ៍ដ៏អស្ចារ្យឈ្នះរង្វាន់សរុប$1,500,000ឈ្នះរថយន្តធំ Ford Ranger ស៊េរីថ្មីបាទ5រង្វាន់ទឹកប្រាក់
$10000 15រង្វាន់$1000 50រង្វាន់បាទជាសាយ500រង្វាន់និងដំណើរកំសាន្តទៅកាន់វិបអឺរ៉ុប5រង្វាន់រឹតអស្ចារ្យរាល់ការជាវឈុតបាទ100ឡើងទៅនឹងទទួលបានទូរទស្សន៍32អ៊ីងមួយគ្រឿងភ្លាមសម្រាប់100គូដំបូងបាទជាស្រ័យ1000គូជាស្រ័យហើយព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ087 តារ៉េ598តាមដានការប្រកួតមិត្តភាពអន្តរជាតិបន្តទៀតលើសង្វៀនទឹកទី3តាមមួយជើងរបស់បាសាក់លេតអឹមស្រីងោកដាក់ចូលទៀតថែមមួយជើងអូយឆ្មក់បាម្ដាយទៀតចូលពេញផ្ទៃមុខរបស់បាសាក់លេតសាក់លេតគ្រាកអឹមស្រីចេះជង្គង់1 2សងទៅវិញសងទៅសងមកបាសាក់លេតក៏រឹងទ្រាន់សេរីក៏រឹងទ្រាន់1 2ចូលផ្ទៃមុខទៀតហើយអង្គកាយរបស់បាសាក់លេតតែអត់ចង់គូដៅពុកជង្គង់របស់អឹមស្រីដួលបាត់ហើយប្រហែលជាបាទมันអាចក្រោកបានទេមួយជង្គង់នេះពេញខ្លាំងណាស់ទស្សនិកជនជាទីមេត្រីអញ្ញាកណ្ដាលបានរាប់ដល់10នៅទឹកទី3តាមរយៈការបបង់ការប្រកួតជ័យជំនះបានទៅលើបង្គោលក្រហមហេមសេរី For Gunsberg, please. Gansberg, a real German premium beer. Gansberg ឈ្ងុយស្រាបៀរល្មងឆ្ងាញ់លើសពីស្រាបៀរធម្មតាលក់រសជាតិដ៏ពិសេសពិសាលនៃភេសជ្ជៈបើកម្លាំង Boost Strong ភេសជ្ជៈបើកម្លាំង Boost Strong ខ្លាំងជាង Boost Strong ថាមពលយូរជាងខ្លាំងជាងថាមពលយូរជាងភេសជ្ជៈបើកម្លាំង Boost Strong Stronger and longer ការធ្វើខោនេះ
always come, always come, always come back to the test. Always come, always come, always come back to the test. Back to the test, amazing test. Back to the test. Gansberg, amazing taste. Amazing taste. Amazing Gansberg, a real German premium beer. For Gansberg, please. Gansberg, amazing taste. Gansberg, a real German premium beer. Gansberg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរស្រាបៀរ Gansberg ឈ្នះមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ2017 Gansberg, a real German premium beer. បាទលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីបន្ទាប់ពីទស្សនាការប្រកួតគូមិត្តភាពអន្តរជាតិទី2បាញ់បាទរវាងមង្គលក្រហមហឹមសេរីជាមួយនឹងមង្គលខៀវប៉ាសាឡែកបាទដែលមកពីប្រទេសថៃដោយលទ្ធផលបាទដោយបង្គោលក្រហមហឹមសេរីបានផ្ដួលប៉ាសាឡែកឲ្យសន្លប់នៅក្នុងទឹកទី3ឥឡូវបាទអារម្មណ៍លោកអ្នកមកទស្សនាគូពិសេសទី3បាទរវាងបង្គោលក្រហមសុកវាសនាបានមកពីក្លឹបឃ្លាំងមើលកីឡាខេត្តពោធិ៍សាត់ប៉ះជាមួយបង្គោលខៀវយុនដារតមកពីក្លឹបតាឡេដំរីមានរិទ្ធបាទដែលជាការប្រកួតក្នុងប្រភេទទម្ងន់60គីឡូក្រាមបាទខ្ញុំបាទសូមជូនសមាជិកភាពបាទសម្រាប់គូពិសេសទី3នេះបាទបង្គោលក្រហមសុកវាសនាអាយុ23ឆ្នាំកម្ពស់ 1.67 ទម្ងន់60គីឡូក្រាមបាទធ្លាប់ប្រកួតចំនួន71ដងបាទឈ្នះ51ដងស្មើ3ដងនិងចាញ់17ដងបាទក្នុងនោះធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន10ដងមកពីក្លឹបប្រដាល់ឃ្លាំងមើលកីឡាខេត្តពោធិ៍សាត់បាទស្រុកកំណើតភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឫស្សីកែវរាជធានីភ្នំពេញបាទគ្រូបង្ហាត់លោកសុកវិជ័យបាទចំណាយបង្គោលខៀវយុនដារតអាយុ20ឆ្នាំកម្ពស់ 1.68 ទម្ងន់60គីឡូក្រាមធ្លាប់ប្រកួតចំនួន34ដងបាទឈ្នះ23ដងស្មើ2ដងនិងចាញ់9ដងបាទក្នុងនោះធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន11ដងមកពីក្លឹបប្រដាល់តាឡេដំរីមានរិទ្ធបាទស្រុកកំណើតភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញបាទគ្រូបង្ហាត់លោកញើម៉ាក់និងលោកម៉ាក់សុខុនបាទចំណែកគូបាទចំណែកលោកអញ្ញាកដាលបាទគូពិសេសទី3នេះគឺតម្រូវទៅលើលោកអិនខេមរិនបាទសូមអញ្ជើញទស្សនាបាទគូពិសេសទី3ទឹកទី1បង្គោលក្រហមសុកវាសនាបង្គោលខៀវយុនដារតបាទទាត់ក្រោមរបស់វាសនាវីដងខ្លួនម្ដាយស្ដាំវិញរបស់ដារតទាត់ក្រោមរបស់វាសនាអីយ៉ាបាទទឹកមួយមិនស្ទាបស្ទង់ច្រើនទេបាទចូលមកវាយយកតែម្ដងបាទកុំឲ្យខាតពេលចូលមកសម្រុកយកតែម្ដងចង្គង់ស្ដាំរបស់វាសនាក៏ត្រូវដារត់កវែងចាញ់ហើយលោកអញ្ញាកដាក៏ប្រមានផងដែរបាទ
កុំខ្ទាស់ជើងបោកផ្ដួលអញ្ចឹងបាទខុសបច្ចេកទេសជង្គង់ឆ្វេងរបស់វាសនាជង្គង់ស្ដាំរបស់ដារ៉ាត់ជង្គង់ឆ្វេងវាសនាជង្គង់ស្ដាំដារ៉ាត់កែងរុះបាទដារ៉ាត់ជង្គង់ឆ្វេងវាសនាជង្គង់ស្ដាំដារ៉ាត់ជង្គង់ឆ្វេងវាសនាជង្គង់ឆ្វេងវាសនាជង្គង់ស្ដាំវាសនាជង្គង់ឆ្វេងវាសនាបាទគាត់ធ្លាប់ប៉ះនេះឯគូនេះក៏ជាគូសងសឹកផងដែរពីដកខ្លួនម្ដាយស្ដាំបាទរបស់ដារ៉ាត់កែងឆ្វេងដារ៉ាត់បាទពីដងខ្លួនទាត់ស្ដាំបាទរបស់ដារ៉ាត់ម៉ាក់ស្ដាំដារ៉ាត់ស្របនឹងកែងឆ្វេងរបស់វាសនាអូយដល់កែងឆ្វេងបាទពេញឈាមដួលកាប់មុខបាទសុកវាសនាកំពុងតែវេឲ្យបាទពេញមកកែងឆ្វេងបាទចូលគោលធៀមល្អណាស់បាទ7ប្រម៉ូស្មារតីមកបានវិញហើយបាទសុកវាសនាជាឱកាសល្អរបស់ដារ៉ាត់ម៉ាក់ស្ដាំសងឆ្វេងម្ដាយវិញបបដោក៏ដាក់ដៃអូយទៅពេញម្ដាយចូលស្គៀមថែឆ្វេងទៀតអូយបាទដួលជាលើកទី2វាសនាលើកនេះធ្ងន់ណាស់បាទលោកអញ្ញាក៏ដាក់បញ្ឈប់តែម្ដងពិតជាល្អមែនទេបាទសម្រាប់បង្គោលខៀវជន់ដារ៉ាត់ដួលត្រឹមទឹកទី1បាទម្ដាយសុកវាសនាសន្លប់បាត់គាត់ឈឹងតែម្ដងលើកទី1ដែលប្រើកែងលើកទី2ទៅដាក់ដៃបាទដល់ไปចូលពេញផ្ទៃមុខក៏ដូចជាស្គៀមបាទកន្លែងសំខាន់ហើយបាទបណ្ដាស្គៀមហ្នឹងគឺបាត់ដៃរឹមស្គៀមតែម្ដងបាទទស្សនារូបភាពបញ្ជាក់នេះកែងស្គៀមបាទដួលកាប់មុខមកកែងឆ្វេងរបស់ដារ៉ាត់បានបាត់ដៃចូលស្គៀមបាទស្គៀមឆ្វេងស្គៀមស្ដាំបាទត្រូវទាំងពីរតែម្ដងទៅដល់វាយចំគោលដៅល្អណាស់សម្រាប់បង្គោលខៀវបាទចំដារ៉ាត់បាទទៅតែដឹងខ្លួនទេបាទសុកវាសនាអូយបាទល្អមែនតើបាទទស្សនារូបភាពបញ្ជាក់នេះកែងបត់ឆ្វេងបាទខោចមុខដួលភីងបាទប្រកាប់មុខមកកែងឆ្វេងនេះមកដៃស្ដាំនេះមកដៃទី2នេះចូលចំល្អណាស់បាទជ័យជំនះបានទៅលើបង្គោលខៀវយន្តដារ៉ាត់ដោយផ្ដួលទៅលើបង្គោលក្រហមសុកវាសនាឲ្យសន្លប់នៅក្នុងទឹកទី1 For Gunsberg, please. Gansberg, amazing taste. Gansberg, a real German premium beer. Always come back to the test. Always come back to the test. Back to the test, amazing taste. Back to the taste. Gansberg, amazing taste. Amazing taste. Gansberg, a real German premium beer.
Gensburg ឈ្ងុយស្រាបៀរល្មងឆ្ងាញ់លើសពីស្រាបៀរធម្មតាឆ្ងាញ់លើសពីស្រាបៀរធម្មតា Gensburg ពិសាដោយការទទួលខុសត្រូវលក់រសជាតិដ៏ពិសេសពិសាលនៃភេសជ្ជៈបើកម្លាំង Boost Strong ភេសជ្ជៈបើកម្លាំង Boost Strong ខ្លាំងជាង Boost Strong ថាមពលយូរជាងខ្លាំងជាងថាមពលយូរជាងភេសជ្ជៈបើកម្លាំង Boost Strong Stronger and longer For Gensburg pleaseឆ្ងាញ់លើសពីស្រាបៀរធម្មតា Gensburg ពិសាដោយការទទួលខុសត្រូវ Gensburg ឈ្ងុយស្រាបៀរល្មងឆ្ងាញ់លើសពីស្រាបៀរធម្មតា ប៉ាមិនត្រូវភាសាស្រាច្រើនពេកទេមិញខ្ញុំឃើញប៉ាភាសាអត់ពីកៅឯហ្នឹង ចូលមានតែអីកូនប៉ាចំណាននេះហើយហ្នឹងញ៉ាំតិចតួចមិនអីទេ ខ្ញុំនិយាយមែនណាប៉ាត្រូវបើកឡានជូនខ្ញុំហើយនឹងមកទៅផ្ទះពេលប៉ាបើកបរប៉ាមិនត្រូវភាសាគ្រឿងស្រវឹងទេ អត់ទុកចិត្តប៉ាមែនមិនមានរឿងអីទេជាតិមិនស្ងាត់មែនកូន ប៉ាអញហើយថាកុំអានភាសាស្រាច្រើនពេកបើប៉ាអញភាសាស្រាបើកបរឡើយប៉ាអញឃើញអត់អឡូខ្ញុំប៉ាពិសាគ្រឿងស្រវឹងហើយបើកបរគឺគ្រោះថ្នាក់ខ្លាំងណាស់គិតដល់ជីវិតអ្នកនិងអ្នកដទៃពិសាគ្រឿងស្រវឹងកុំបើកបរ ហ
ละครខោលស្រមោលស្បែកតូចជាទម្រង់ទស្សនីយភាពកម្រនិងអស្ចារ្យរបស់ខ្មែរអានេះវាអត់ចេះស្ដាប់មេស្ដាប់ក្រោយមែនវៃទៅស៊ីស្មៅដល់នោះតែឥឡូវនេះលោកអ្នកអាចរីកទស្សនាទម្រង់ទស្សនីយភាពដ៏កម្រនេះបែបរឿងព្រេងនិទានអប់រំនិងរឿងកំប្លែងខ្លីៗជាច្រើនទៀតអូនកសាបើកទ្វារឆាប់រាឲ្យបងស្វាចូលឈោកផងមកពីណាហ៊ានមកសុំបងរបស់ខ្ញុំច្រងចឹងកុំភ្លេចតាមដានទស្សនារៀងរាល់ថ្ងៃពុធនិងប្រហ័សវេលាម៉ោង 8:30 នាទីដល់ម៉ោង 9 យប់នៅ My TVអ្នកណាគេឲ្យមករៀនអត់មានអ្នកណាប្រាប់ឲ្យមកបងអីខ្មោចពុកប្រាប់ឲ្យខំរៀនមកហេតុអីបានជាបងនេះចេះតែមិនឲ្យក្មេងៗទៅរៀនអញ្ចឹងកូនរបស់ខ្ញុំចង់យកវាទៅណាស្អែកតែខ្ញុំអបសុកពេកចេះតែមកអង្គុយលេងទៅព្រោះដឹងខ្លួនថាមានវត្តមាននៅក្នុងភូមិនេះពិតជាធ្វើឲ្យអ្នកគ្រប់គ្នាធន់ណាស់មែនទេធ្វើវីឲ្យខ្ញុំសុំទោសចំនួនអ្នកភូមិរបស់ខ្ញុំផងណាដែលពួកគាត់តែងតែទើសតជាមួយទ្វីស្លៀកពាក់អញ្ចឹងទៅពិតជាស្រស់ស្អាតខ្លាំងណាស់ស្អប់បង្នប់ណាឲ្យតែនិយាយគ្នាម្ដងណាចូលចិត្តតែញ៉ាំគ្នារហូតខ្ញុំបញ្ញាខ្ញុំចង់ក្លាយជាមនុស្សជោគជ័យម្នាក់សប្តាហ៍ខ្ញុំខិតខំធ្វើការណាដើម្បីធ្វើឲ្យអតិថិជនសប្បាយចិត្តពេលខ្លះគេងអត់គ្រប់គ្រាន់ញ៉ាំក៏អត់ទៀងទាត់ទៀតធ្វើឲ្យសុខភាពរបស់ខ្ញុំមិនរឹងមាំសោះហើយខ្ញុំនៅតែមិនជោគជ័យហើយធ្វើយ៉ាងម៉េចទៅណែឥឡូវនេះសូមរងចាំទស្សនាកម្មវិធី #ជោគជ័យទៅនឹងមានផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ My TV រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 4:30 នាទីដល់ម៉ោង 5 ល្ងាចGensburg Uber Fighter នាំមកជូនលោកអ្នកដោយសូមអបអរសាទរស្រាបៀរ Gensburg អ្នកមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ 2017 Gensburg a real German premium beerបាទទស្សនិកជនជាទីមេត្រីបាទលោកអ្នកបានបាត់ចំណាប់អារម្មណ៍រៀងយូរបន្តិចដោយសារអំបញ្ញមិញសុកវាសនាបានបាទត្រូវបានយន្តដារតវាយឲ្យសន្លប់ដើមទឹកមួយហើយគូនេះក៏ជាគូដែលចាប់ឆៅដែរបាទដោយសារយើងនៅសល់ម៉ោងច្រើនថ្ងៃនេះគូយើងត្រឹមតែ4គូហើយការបបបងការប្រកួតដល់តែ2គូអញ្ចឹងយើងសល់ពេលវេលាច្រើនហើយគណៈពេលនេះក៏យើងចាប់គូនេះគឺឆៅតែម្ដងមកឲ្យប្រកួតគ្នានៅពេលនេះបាទបង្គោលក្រហមគេមានឈ្មោះថាឡៅរតនាមកពីក្លឹបបាទឆាត់យង911រីឯបង្គោលខៀវញ៉ែមភក្តីមកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់បាទមិនទាន់មានប្រវត្តិរូបច្បាស់លាស់ទេដោយសារគូនេះគឺចាប់ភ្លាមតែម្ដងបាទចាប់ភ្លាមឃើញថា
ក្រោយពីការប្រកួតរបស់យើងបានគេហៅថាបញ្ចប់ទៅដោយលឿនពេកអញ្ចឹងគណៈកម្មការរៀបចំការប្រកួតជាពិសេសលោកសុកណាងអ្នកសម្របសម្រួលកិច្ចការរបស់កីឡា CPS យើងគឺគាត់បាននឹកឃើញថាសល់ពេលវែងអញ្ចឹងលោកគ្រូមាសសុគ្រីមមានចំណាប់អារម្មណ៍ចាប់គូមកគូដើម្បីដាក់ឲ្យចន្លោះមកនោះទេលោកគ្រូថាមានអញ្ចឹងក៏គូកងក៏ត្រូវឡៅរតនានិងញ៉ាំប្រាក់ក្តីនេះឯងបាទហើយពេលវេលាឲ្យបងប្អូនទាំងពីរបាន3ទឹកដែរអញ្ចឹងបងប្អូនបាទបើតាមសង្កេតមើលគឺត្រូវគីឡូហើយថាកពស់កពស់ប៉ិនគ្នាល្អទៀតបាទដូចចាប់ដាក់អញ្ចឹងហើយតាំងពីកពស់កពស់គីឡូនិងសមត្ថភាពបាទក៏អធិស្ឋានបងប្អូនទុកជាមុនដែរគីឡូបែបនេះគឺមិនមែនជាការបំណងរបស់យើងទេការប្រកួតបែបនេះការចាប់ភ្លាមបែបនេះមានតែពីដើមមានតែការប្រកួតនៅបុណ្យតាមភូមិបុណ្យវត្តបាទគឺការលេងសប្បាយជាមួយបងប្អូនប្រជាពលរដ្ឋតែនេះគឺជាការបាទអាចជាការចាប់គូរឆៅមួយនៅក្នុងការចង់ឲ្យផ្ដល់ឱកាសឲ្យកីឡាករដែលគាត់បានហ្វឹកហាត់យូរមកហើយតែគាត់អត់បានប្រកួតបាទអញ្ចឹងក៏ឱកាសល្អរបស់គាត់ដែរដោយសារពេលវេលារបស់យើងនៅច្រើនអញ្ចឹងចាំមើលការប្រកួតរបស់ពួកគាត់ដែលចាប់ឆៅនេះតើគាត់ប្រកួតល្អដោយកីឡាករដែលបានហ្វឹកហាត់យូរឬអត់3ទឹកពីនេះទៅបាទទស្សនិកជនបង្គោលក្រហមឡាវរតនានៅតបឆាត់យក9-11និងញ៉ែមប្រាក់ក្តីបង្គោលខៀវនៅឃ្លាំងមើលកីឡាខេត្តពោធិ៍សាត់បាទធ្វើខ្លួនតែ10នាទីទេបាទបងប្អូនទាំងពីរធ្វើខ្លួនតែ10នាទីទេហើយអូយដូចជាមិនលេងសើចទេលោកបាទមិនលេងសើចទេគូនេះបាទនេះមិនលេងសើចទេចំហការប្រកួតរបស់គាត់មិនអន់ទេណាបាទការវាយបាទឆ្ងាញ់របស់គាត់បាទមកឆ្ងាញ់ដែរបាទសម្រាប់បងយូរហើយបងយូរហើយថ្ងៃនេះបានបង្ហាញស្នាដៃឲ្យបងប្អូនមើលដែលបានតាំងចិត្តបាទគ្រប់គ្រងការមកលេងកីឡាបែបនេះគឺថាធ្វើឲ្យយើងមានសុខភាពល្អបង្កើននៅមិត្តភាពជាពិសេសនាំឲ្យយើងចាក់ឆ្ងាយនៅគ្រឿងបាទអបាយមុខផ្សេងដូចជាគ្រឿងញៀននិងល្បែងផ្សេងដែលនាំឲ្យយើងខាតប្រយោជន៍និងបាត់បង់សុខភាពឥឡូវនេះតាមដានការប្រកួតទឹកទី1ចិត្ត3នាទីទៅហើយមួយជើងសរេគល់កកបាទជើងសរេគល់កករហូតបាទសម្រាប់ញ៉ែប្រាក់ក្តីតែរតនាពេញផុតចូលចាប់គ្រាជង្គង់បបាយលោកអិនកាមេរិនបាត់ចប់គូនេះលោកអ្នកនឹងបានតាមដានការប្រកួតលក្ខណៈមិត្តភាពដណ្ដើមប្រាក់លានរបស់ស្រាបៀរហ្គេនឆ្ងាញ់លើពីស្រាបៀរធម្មតា Gensburg ពិសាដោយការទទួលខុសត្រូវ Gensburg ឈ្ងុយស្រាបៀរល្មងងាញ់លើពីស្រាបៀរធម្មតា Gensburg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរស្រាបៀរ Gensburg អ្នកមេដាយមាសគុណភាពកម្រិតពិភពលោកឆ្នាំ2017 Gensburg, a real German premium beer. ផ្លែណាស់
បាទទស្សនិកជនជាទីមេត្រីតាមដានគូបាទគូរ៉េសាវពិសេសមួយនេះបន្តទៀតទឹកទី2ហើយបាទរ៉េសាវនេះខ្ញុំចំណាប់អារម្មណ៍ថាការប្រកួតរបស់បងទាំងពីរមិនធម្មតាបាទទាំងការចេញស្នៀតទាំងចំហថាដូចអត់មានផិតភ័យអីតិចសោះបាទជើងទៅជើងមកម្ដាយទៅម្ដាយមកបាទទាំងរតនានិងភក្តីបង្គោលខៀវបតរីមួយជើងនោះផុតកកតែរតនាអត់នៅឲ្យទាត់ទេសុខចិត្តកិច្ចពុកខ្លាចឈឺដែរ1 2ចូលចាប់គ្រាជង្គង់ទៅវិញទៅមកជង្គង់ទៅមកគាត់ក្រោមតែភក្តីថយចូលមកវិញទាត់មួយជើងក៏ថយផុតដូចគ្នាចូលតាំងឃុំរៀងខ្លួនញាក់រៀងខ្លួនគាត់ស្ដាំមួយជើងក្រៀតអមរបស់ភក្តីបាទរបស់រតនាចូលចាប់លមូលបោកបលប្រជុំអត់ដួលក៏ជាយាមក្រៀកគ្នាក៏មានជង្គង់2ជង្គង់របស់រតនា3ជង្គង់ពីក្រោយខ្នងថែម1ជង្គង់ទៀតបវលប្រជុំ3ទឹកល្មមដែលថាការមិនបានត្រៀមខ្លួនមកវែងឆ្ងាយនោះបាទញ៉ាកណាបំបែកមានទាត់ប៉ះប្រចាំដែរ1នាទីចុងក្រោយនៅទឹក2 12នាទីចុងក្រោយទឹក2មកដៃសម្ដៅដើមទ្រូងបាទក្បាលពោះហើយក៏រុញរតនាឲ្យដួលញ៉ាកណាក៏បំបែកឲ្យមកនៅកណ្ដាលសង្វៀនចាប់ទឹកល្មមបាទចាប់ទឹកល្មមសម្រាប់មក Gainsbourg Uber Fighter នាំមកជូនលោកអ្នកដោយ សូមអបអរសាទរ